វត្តហាត់ក្រុងបាត់ដំបងខាត់ខ្លួនជនសង្ស័យមួយនាក់ពីបទជួញដូរសារធាតុញៀនកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបងបានធ្វើការខាត់ខ្លួនជនសង្ស័យមួយនាក់ពីបទជួញដូរដោយខុសច្បាប់នៅសារធាតុញៀនកិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង 12:30 នាទីថ្ងៃទី 26 ខែមីនាឆ្នាំ 2025 នៅត្រង់ចំណុចក្រុមទី10ភូមិកាប់គោថ្មីសង្កាត់អូចាក្រុងបាត់ដំបងខណៈដែលកម្លាំងកំពុងចុះចេញបាត់នៅក្នុងមូលដ្ឋានខាងលើជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះហុលវិចិត្រថៅជោចភេទប្រុសអាយុ 57 ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅភូមិរំជែក3សង្កាត់រតនៈក្រុងបាត់ដំបងជាមួយវត្ថុតាងមានគ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លាម៉ាតកកចំនួន1កញ្ចប់ទម្ងន់ 12,58 ក្រាមថ្លឹងទាំងសម្បកទូរស័ព្ទដៃ1គ្រឿងម៉ូតូ1គ្រឿងបច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀននៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងដើម្បីចាត់ការបន្តតាមនីតិវិធី